បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញវីដេអូនេះមកដោយសារតែមានអ្នកខមមិននៅក្នុងវីដេអូរបស់ខ្ញុំពីរបៀបទាញយកវីឆាតចាស់យកមកលេងវិញពេលខ្លះទៀតបងប្អូនឃើញខ្ញុំធ្វើហ្នឹងដូចជាស្រួលណាឃើញទេថាស្រួលមែនទេឃើញមកឲ្យធ្វើទៅស្រួលងាកមកបានតែបងប្អូនណាពេលដែលបង្កើតបានហើយទី1បងប្អូនត្រូវតែដាក់ password របស់វាណាដាក់ password ទៅហើយពេលដែលដាក់ password បងប្អូនត្រូវតែលេខទូរស័ព្ទយើងហ្នឹងត្រូវតែមានដើម្បីយើងទាញយកមកបានទី1លេខទូរស័ព្ទយើងហ្នឹងគឺលេខទូរស័ព្ទចាស់ហើយបើអត់មានលេខទូរស័ព្ទចាស់គឺប្រើជាមួយនឹង Gmail ចាស់អាហ្នឹងបានទាញយកមកវិញបានណាតែបើសិនជាអត់ទូរស័ព្ទផងអត់ Gmail ផងអញ្ចឹងយើងបាន password ដែលយើងបានដាក់នៅក្នុង WeChat របស់យើងអញ្ចឹងឲ្យបងប្អូនចូលទៅដាក់ password ទាំងអស់គ្នាទៅណាដើម្បីឲ្យងាយស្រួលបើសិនជាអត់មានទាំង SIM ហើយអត់មានទាំង Gmail ហើយដូច្នេះហើយក៏នៅតែមាន password មួយទៀតដែរហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំនឹងយកទូរស័ព្ទខ្ញុំមួយនេះដែលខ្ញុំធ្វើឲ្យបងប្អូនមើលតែម្ដងដល់ខ្ញុំយក WeChat ចាស់ខ្ញុំយកមកលេងវិញណាតែ WeChat ចាស់របស់ខ្ញុំនឹងមិនមែនជា WeChat ដែលខ្ញុំកំពុងតែលេងរាល់ថ្ងៃនេះទេ WeChat នេះគឺខ្ញុំបានបង្កើតឡើងមកគ្រាន់តែធ្វើ content បង្រៀនដើម្បីចែករំលែកទៅដល់អ្នកដែលចង់បង្កើតតែប៉ុណ្ណោះហើយខ្ញុំនឹងទៅទាញយក WeChat ចាស់ដែលខ្ញុំខានប្រើយូរមកហើយចាំមើលទៅទាញមើលទាំងអស់គ្នាមើលហ្នឹងហើយអញ្ចឹងសំខាន់បំផុតបងប្អូនត្រូវតែដឹង3 Gmail ហើយនឹងលេខទូរស័ព្ទហើយនឹង password អញ្ចឹងបងប្អូនពេលដែលបង្កើតបានហើយបងប្អូនយកទៅដាក់ password ភ្លាមដល់ពេលបាត់ហ្នឹងយើងបានយក password យកមកដាក់បន្តតោះអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាហ្មងឥឡូវនេះយើងចូលមកក្នុងទូរស័ព្ទដៃហើយដូចខ្ញុំបានប្រាប់ពីមុនអញ្ចឹងថាយើងពេលដែលបង្កើតហើយត្រូវទៅដាក់ password ទៅពេលដែលយើងភ្លេចអីហ្នឹងគឺយើងអាចដាក់តាម password ហ្នឹងបានយើងអត់មានលេខទូរស័ព្ទក៏យើងប្រើជាមួយនឹង password ហ្នឹងបានដែរគឺយើងដាក់តលេខទូរស័ព្ទហ្នឹងចូលទៅហើយចាំយើងទៅដូរលេខទូរស័ព្ទនៅក្នុងហ្នឹងអញ្ចឹងហើយយើងចូលមកកាន់ WeChat របស់យើងមកពេលដែលចូលមកក្នុង WeChat របៀបនេះហើយបាទខ្ញុំសូមថត screen មកបងបាទរួចហើយខាងនេះយើងសម្រាប់យើងបង្កើតថ្មីណាតែសម្រាប់ login គឺខាងនេះនេះបងប្អូនចុចពាក្យ login មករួចហើយបងប្អូនជ្រើសរើសខាងលើបងប្អូននៅប្រទេសណាបងប្អូននៅប្រទេសហ្នឹងទៅណាបើបងប្អូន search រកអញ្ចឹងខ្លាចរកមិនងាយឃើញណាបងប្អូនអញ្ចឹងយើង search ត្មងទៅបាទយើងចុចពាក្យ search ទៅហើយខ្ញុំសរសេរមកបាទ Cambodia ខ្ញុំយក Cambodia មករួចហើយកន្លែងនេះបងប្អូនដាក់លេខទូរស័ព្ទចូលមកណាលេខទូរស័ព្ទបាទលេខទូរស័ព្ទខ្ញុំគឺរៀងយូរតិចហើយបងប្អូនណារៀងកន្លែងសូវបាទខានប្រើយូរហើយលេខហ្នឹងបាទបាទដាក់លេខទូរស័ព្ទចូលមករៀងយូរដែរចង់ផ្លេចបាត់ហើយបងប្អូនហើយបើលេខហ្នឹងខ្ញុំវាអត់បានប្រើណាបាទខ្ញុំដាក់លេខចឹងហើយរួចហើយខ្ញុំចុចបន្តចុចពាក្យបន្តទៅគេឲ្យបងប្អូនមាន2ជម្រើសទី1គឺបងប្អូនត្រូវតែបំពេញ password ដែលបងប្អូនបានដាក់នៅក្នុងហ្នឹងរីឯជម្រើសទី2នេះគឺគេឲ្យបងប្អូន confirm ជាមួយលេខទូរស័ព្ទដែលមានស្រាប់នៅលើនេះចុះបើសិនជាបងប្អូនអត់មានលេខទូរស័ព្ទនឹងនៅក្នុងទូរស័ព្ទនឹងផងអត់មានលេខទូរស័ព្ទនឹងនៅទូរស័ព្ទផ្សេងផងដែលបងប្អូនបានបាត់ណាអញ្ចឹងហើយបងប្អូនត្រូវតែបំពេញតាម password យើងចុចកន្លែង password តែបើបងប្អូនមានលេខទូរស័ព្ទនឹងស្រាប់បងប្អូនគ្រាន់តែចុចកន្លែងហ្នឹងទៅវានឹង call មកយើងឬក៏ផ្ញើតាម SMS ឲ្យមកយើងហើយអញ្ចឹងខ្ញុំមានលេខកូដអញ្ចឹងខ្ញុំដាក់លេខកូដរបស់ខ្ញុំទៅណាដាក់លេខកូដអញ្ចឹងខ្ញុំបញ្ចូលលេខកូដរបស់ខ្ញុំបាទខ្ញុំសុំទោសខ្ញុំឡើងទៅលើមួយសិនដើម្បីដាក់លេខកូដរបស់ខ្ញុំហើយលេខកូដនឹងយូរហើយបងប្អូនហើយខ្ញុំបង្កើតនឹងយូរហើយឥឡូវខ្ញុំបានដាក់លេខកូដហើយដល់ខ្ញុំបញ្ចូលតាមលេខកូដអញ្ចឹងដូចខ្ញុំបានប្រាប់ដដែលអញ្ចឹងថាបងប្អូនត្រូវតែដាក់ password វាទៅណាអញ្ចឹងខ្ញុំបានបំពេញលេខកូដហើយខ្ញុំចុចទៅមុខចុចពាក្យ login password ខុសដោយសារតែខ្ញុំគឺអាសាដូរ password
ហើយមួយហ្នឹងគឺយូរទៅហើយវាចាស់ហើយខ្ញុំទាញយកមកវិញដើម្បីធ្វើវីដេអូបង្ហាញបងប្អូនណាបាទឥឡូវខ្ញុំសុំទៅមុខមួយសារទៀតអាហ្នឹងវាមានជំរើសវាបងប្អូនវាមានផ្ញើតាម SIM វាមានផ្ញើតាមបាទ Gmail អញ្ចឹងខ្ញុំដាក់លេខកូដហើយបាទត្រូវទេចាំមើលមើលត្រូវទៀតហើយអូខេយើងដាក់លេខកូដត្រូវហើយបាទគឺមួយនឹងយូរហើយបងប្អូនហើយតែខ្ញុំចង់ធ្វើបង្រៀនទៅខ្ញុំទាញយកមកធ្វើតែម្ដងតែឃើញបងប្អូនគាត់ខមមិនសួរមែនទេគាត់ថាធ្វើមិនឲ្យបានមកវិញអ្នកខ្លះថាបងមើលឯងជួយខ្ញុំផងធ្វើមិនឲ្យបានវិឆាតចាស់មកខ្ញុំវិញដោយសារតែវិឆាតចាស់ខ្ញុំមាន friend ជាច្រើនមានការងារខ្ញុំជាច្រើននៅក្នុងហ្នឹងតែឲ្យខ្ញុំជួយយ៉ាងម៉េចទៅបើសិនជាគ្រាន់តែខ្លួនឯងនឹងមិនចាំខ្លួនឯងផងខ្ញុំជួយយ៉ាងម៉េចហើយចូលដល់កន្លែងនេះបងប្អូនអូអាហ្នឹងមកបាទអូឲ្យចំកន្លែងហ្នឹងមកនេះឃើញកន្លែងចន្លោះគេហ្នឹងបាទដាក់ចំចន្លោះគេមកពឹបចាំមើលបានទេហើយបញ្ជាក់បងប្អូនផងណាបើសិនជាវិឆាតហ្នឹងកំពុងតែនៅគេប្រើក៏យើងមិនអាច login ចូលបានដែរតើតែគេ confirm មកយើងទៅយើងអាចចូលបានកន្លែងនេះគេនេះទៀតដែរអានេះតាម scan QR code ចុះបើយើងអត់មានប៉ុណ្ណឹងឥឡូវខ្ញុំចែកឲ្យបងប្អូនណាអានេះសម្រាប់ scan QR code អានេះសម្រាប់ verify code verify មិនតាមលេខទូរស័ព្ទរបស់យើងហ្នឹងហើយខាងក្រោមនេះគេឲ្យ invite friend តើតើមាន friend សម្រាប់ invite យើងដល់គេផ្ញើជាលេខកូដណាអញ្ចឹងខ្ញុំត្រូវតែដាក់លេខទូរស័ព្ទបាទខ្ញុំដាក់លេខទូរស័ព្ទមកគេផ្ញើសារចូលហើយពេលខ្លះគេទេណាបងប្អូនពេលខ្លះគេទេពេលខ្លះទៀតគេផ្ញើសារចូលរបស់យើងបាទរងចាំតិចតែផ្ញើសារលេខ6ខ្ទង់បាទនៅខាងលើអំបញ្ញមិញនោះគឺគេឲ្យយើង verify នេះទេមកហើយបាទឥឡូវចាំតិចខ្ញុំនឹងបញ្ចូលលេខតែម្ដងអាហ្នឹងយើងគេទេមកអញ្ចឹងហើយខ្ញុំសូមបញ្ចូលលេខ1 8 5 6បាទចាំថាថ្មីអ្នកគឺ2 1 8 5 6 5បាទឃើញទេខ្ញុំបើកឲ្យបងប្អូនលឺឲ្យស្រាប់ចឹងហ្មងហើយយើង log in ចូលទៅគឺការស្រាច់ចាំតិចបងប្អូនណាព្យាយាមមើលកុំព្យាយាមសារតាសារគឺមិនបានទេបងប្អូនបាទយើងចុចកด it នេះមកកន្លែងនេះបងប្អូនដាក់មុខក៏មុខទៅខ្ញុំចុចដានទៅមុខទៅណាចុចនេះមួយទៅក៏ជ្រើសរើសទំហំអក្សរខ្ញុំដាក់ទំហំអក្សរឲ្យធំជាងនឹងតិចមកបាទមកវិញស្រាច់ឃើញទេមកវិញហេយូរហើយបងប្អូនអើយបោះខ្ញុំយូរមែនតេនហ្មងណាឥឡូវខ្ញុំយកបានមកវិញហើយហ្នឹងហើយបងប្អូនធ្វើតាមខ្ញុំហ្នឹងទៅអានេះ policy របស់គេអូគេស្វាគមន៍ហ្នឹងហើយបងប្អូនអញ្ចឹងបងប្អូនសាកមើលទៅហ្នឹងណាដោយសារតែនេះយូរហើយបងប្អូនទើបខ្ញុំយកមកឲ្យចង់ធ្វើវីដេអូប្រាប់ទៅដល់បងប្អូនអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើបងប្អូនមានចម្ងល់អីបងប្អូនខមមិនសួរមកបងប្អូនណាបាទឬមួយក៏អាចបាទឆាតមកតាមរយៈabout នៅខាងក្រោយក៏បានដែរបាទតែខ្ញុំដាក់ជាមួយនឹង link នៅខាងក្រោយណាឲ្យតែមានដំណោះស្រាយដែលបាទពាក់ព័ន្ធនឹង WeChat ហ្នឹងឬក៏ចង់សាងប្រាក់ចំណូលជាមួយនឹង YouTube ក៏អាចតាក់ទងមកបានដែរបាទ YouTube គឺជាប្រភពនៃប្រភពនៃប្រាក់ចំណូលហើយក៏ជាប្រភពនៃចំណេះដឹងនិងប្រភពនៃដំណើរកំសាន្តនិងប្រភពបាទគេហៅថាកំសាន្តអត់ព្រំដែនណាមានតែ YouTube គេដែលមានជាមួយនឹងកម្មវិធីជាច្រើនបាទហ្នឹងហើយអរគុណច្រើនបងប្អូនណាបាទ